đâyបងប្អូនទាំងគ្នាថ្ងៃនេះគឺមានម៉ូទ័រកាត់សក់កៅមាត់កាត់រោមច្រមុះមួយទិញ3បាន1បាទ3 in 1អានេះដែរគឺមានមុខងារច្រើនហើយវាសាកថ្មដូចទូរស័ព្ទដែរហើយគុណភាពក៏ល្អគ្រាន់បានដែរអញ្ចឹងមកប្រអប់បងប្អូនទិញទៅគឺវាមានមួយឈុតរបស់វាបែបនេះមួយឈុតបែបនេះហ្នឹងអានេះគឺម៉ូទ័រសម្រាប់កាត់សក់អានេះគឺសម្រាប់កាត់រោមច្រមុះអានេះគឺសម្រាប់កៅមាត់ហើយការកៅម៉ាស៊ីនក្បាលកៅមាត់នេះគឺកៅស្អាតជាងយើងកៅឡាមទៀតហើយអត់មានមុតអត់មានអីទេដូចឡាមអីយើងកាត់ប្រហែលគេអាចមុតដែរអានេះគឺជាកម្របសម្រាប់គ្របក្បាលវាបាទអានេះគឺជាដងហើយវាប្រើថ្មដែរហ្នឹងហើយមកឈុតរបស់វាគឺមានថ្មដែរហើយអានេះគឺយើងអាចដោះដូរថ្មក៏បានវាសាកថ្មក៏បានតែថ្មនេះគឺមិនងាយដោះដូរទេតោះថាវាខូចយើងប្រើយូរអញ្ចឹងទៅបានវាខូចថ្មអញ្ចឹងទៅយើងដូរថ្មហ្នឹងហើយអានេះគឺឆ្នាំងសាករបស់វាអានេះគឺសម្រាប់ច្រាស់សម្រាប់បបោសរោមបោសឲ្យចេញហើយសម្រាប់ទឹកនេះគឺសម្រាប់ដាក់ទៅលើក្បាលទេដើម្បីកុំឲ្យវាកកិតវាច្រេះអញ្ចឹងដែរហ្នឹងហើយអានេះយើងដូរក្បាលគឺយើងដកចេះហ្នឹងដកបែបនេះជួយបកឲ្យចេញសិនកម្លាំងវាខ្លាំងបាទយើងដាក់បែបហ្នឹងខ្លាំងកម្លាំងគឺខ្លាំងមែនតើអាចកាត់សក់កាត់អីបានសក់ខះប៉ុណ្ណាក៏កាត់បានអានេះគឺជើងសម្រាប់សេរីវែងខ្លីបាទឈុតរបស់វាហ្នឹងហើយសម្រាប់ការប្រើប្រាស់ទី1សូមប្រាប់ពីរបៀបការកៅមាត់នេះសិនគឺវាក្បាលវាមិនមែនមានតែមួយនេះបាទគឺមានដល់ក្រោយនេះទៀតដំបូងដូចជាអ្នកពុកមាត់វែងហ្នឹងគឺយើងកាត់អានេះសិនបាទដាក់យើងបើកអានេះសិនមកហើយយើងកាត់យើងសម្រាប់កៅមាត់យើងកាត់បើសិនជាពុកមាត់វែងគឺយើងដាក់នេះសិនកាត់ឲ្យវាខ្លីសិនមកហ្នឹងហើយកាត់ឲ្យខ្លីហើយចាំយើងដាក់នេះដល់ពេលកាត់ខ្លីហើយគឺដាក់គឺស្អាតមែនទែនគឺកៅបានស្អាតអលងស្រិលតែនោះហើយមួយទៀតគឺក្បាលនេះគឺសម្រាប់កៅរោមច្រមុះមិនមែនកៅទេកាត់តែម្ដងគឺយើងងុកចូលច្រមុះទៅបាទងុកចូលច្រមុះគឺសម្រាប់កាត់រោមច្រមុះទីទូទៅបងប្អូនពិបាកចេះយកអីទាញយកអីទាញប្រយ័ត្នអាចកើតជាជំងឺជាដំបៅឬមួយក៏អាចជាមហារីកច្រមុះតែនេះអត់ទេគឺយើងងុកចូលច្រមុះទៅគឺវាកាត់រោមច្រមុះយើងបានស្អាតយើងចង់ប្រវាយណាក៏បានដែរតែបងប្អូនកុំយកអីឆ្កឹះឬមួយក៏ទាញរោមច្រមុះទាញអីហ្នឹងអត់ល្អទេវាបង្កជាដំបៅនៅក្នុងច្រមុះហ្នឹងហើយបើសិនជាបងប្អូនត្រូវការអាចទំនាក់ទំនងតាមលេខទូរស័ព្ទនេះបាន081 25 25 92ឬមួយក៏ add តាម Telegram តាមលេខហ្នឹងមកហ្នឹងហើយដឹងជូន25ខេត្តក្រុងគុណភាពគឺល្អបាទសូមអរគុណច្រើន